ngày này đã ở cái hòm và tép mùi mới được mệt à mệtវិញថ្ងៃនេះខ្ញុំចេះតែទេសលេងទៅទេសតាម YouTube ជាទេសលេងបងប្អូនជាចូលមកស្ដាប់លេងទៅកែលោមានប្រយោជន៍តាក់បន្តិចអីណាហ្នឹងហើយឥឡូវនេះវាអភិវឌ្ឍខ្លាំងណាសង្គមយើងហ្នឹងហើយប្រទេសយើងនឹងបុគ្គលមួយចំនួនយើងនិយាយរឿងបុគ្គលចាស់អ្នកដែលគាត់ល្អគាត់ស្រឡាញ់ភរិយារបស់គាត់នោះជាសំណាងមនុស្សស្រីហើយក៏ជាបុរសនោះគឺជាបុរសដែលល្អដែរគាត់ផ្ដល់តម្លៃឲ្យក្រុមគ្រួសារគាត់ប្រពន្ធគាត់កូនគាត់ហ្នឹងហើយតែខ្ញុំចង់ជជែកមួយបងប្អូនថាភាគច្រើនមនុស្សប្រុសដែលភ្លឺភ្លើនដែលសប្បាយដែលគាត់មិនឲ្យតម្លៃទៅលើភរិយាក្រុមគ្រួសាររបស់គាត់មេផ្ទះរបស់គាត់សម័យនេះសម័យទំនើបសម័យចែកវិទ្យាការតាក់ទងគ្នាគឺងាយបំផុតតាមរយៈអ៊ីនធឺណិតហ្នឹងហើយអ៊ីនធឺណិតអញ្ចឹងកូនបាត់ភាពកក់ក្ដៅច្រើនហ្នឹងហើយកូនបាត់បង់ភាពកក់ក្ដៅពីឪពុកដែលជាមេគ្រួសារនឹងច្រើនដោយសារគាត់ងប់ងល់នឹងស្ត្រីដតីហើយមានទ្រឹស្ដីមួយទៀតបុរសភ្លើតភ្លើនដូចគ្នាគាត់ថាគ្មានអ្នកណាគេចូលចិត្តតែសម្លម្ជូរទេណាពាក្យថាមិនចូលចិត្តទេកកោរាល់ថ្ងៃឬក៏ម្ជូររាល់ថ្ងៃស្ងោររាល់ថ្ងៃប្រៀបធៀបភាសានេះយកទៅជាមួយនឹងមនុស្សទាញភាសានេះយកមកដាក់នឹងគ្រឿងម្ហូបគ្រឿងទាញយកទៅប្រៀបធៀបនឹងមនុស្សបងប្អូនមិនមែនសម្លមិនមែនម្ហូប100មកលានមុខទាំងទេណាហើយក៏មិនមែនជាខោអាវដែលសម្រាប់ដូរម៉ូដដែរនេះបើយើងគិតតែអញ្ចឹងនឹងធ្វើមិនតែកូនធ្វើមិនអនាគតរបស់កូនបើយើងចិត្តយើងវានៅតែវាចេះតែមានរឿយណាយធុញទ្រាន់ដៃគូរបស់យើងនេះយើងចាំបាច់ទៅការចាំបាច់ទៅអង្គុយក្រាបក្បាលដល់ទេមិនបាច់ទៅស្ពះចាស់ទុំអីណាពេលដែលយើងស្រឡាញ់មុនដំបងផ្ការីជ័យទុំមុនដំបងយើងមើលទៅថាម៉េចយើងគិតថាវាល្អតាហ្នឹងហើយគិតថាវាល្អគិតថាវានឹងដើរទៅមុខទាំងអស់គ្នាតែដល់ពេលកូន1កូន2កូន3ត្រូវបាក់បែកគ្នាហ្នឹងហើយបែកគ្នាភាគច្រើនព្រាត់ស្លាប់ព្រាត់រស់បើព្រាត់ស្លាប់អាហ្នឹងវាមិនធ្វើទេតែព្រាត់រស់នេះកូនក៏រស់នៅជោងោម្ដាយក៏នៅជោងោនេះប្រពន្ធនៅមានដង្ហើមហ្នឹងណាហ្នឹងហើយបងប្អូនហើយឥឡូវវា2026យើងនិយាយថា2030ខ្ញុំសន្យាខ្ញុំអាចពិចារណាថាព្យាករថា2030មនុស្សលែងគ្នាកាន់តែច្រើនលែងគ្នាកាន់តែច្រើនកូន1កូន2លែងគ្នាម៉ែកូន1កូន2លែងបែកគ្នាណាហ្នឹងហើយពីព្រោះដោយសារមនុស្សប្រុសបែបអស់ហ្នឹងដោយសារមនុស្សប្រុសគាត់ប្រៀបធៀបមនុស្សស្រីដូចជាម្ហូបដែលគេសម្រាប់ណាយអញ្ចឹងវាមានការលែងលះច្រើនចាប់ពី2030ទៅហើយសូមផ្ដាំណាហ្នឹងហើយសូមផ្ដាំទៅកូនក្មួយស្រីតាមក្រោយទាំងអស់កំពុងតែលូតលាស់សពថ្ងៃនេះកំពុងពេញអាយុប្រឹងរៀនណារៀនភាសាបរទេសឲ្យបានក្បោះក្បាយណារៀនឲ្យខ្លាំងរៀនឲ្យនិយាយត្រល់ទុកបីតែយើងធ្លាក់ខ្លួនជាស្រីមីម៉ាយក៏ដោយគេទាត់ចោលយើងអ្វីដែលយើងអនាគតដែលយើងត្រូវរកទី1ភាសាបរទេសទី2ណាធ្វើម៉េចឲ្យខ្លួនយើងគេមើលមកថាជាមនុស្សតស៊ូណាមកមើលមកថាម៉េចជាមនុស្សតស៊ូប្រុសខ្មែរខ្ញុំមិនបង្អាប់ទេមិនមែនទាំងអស់ទេបុគ្គលបុរសខ្មែរមិនមែនដូចបុរសបរទេសទេណា
บอร์เตะខ្ញុំមើលតាមបណ្ដាញសង្គម Facebook ក៏ដោយ YouTube ក៏ដោយតាម TikTok ក៏ដោយបានប្រពន្ធអាស៊ីស្រីខ្មែរហ៊ានបដើប្រពន្ធចូលផ្សារហ៊ានបដើប្រពន្ធនាំទិញនេះទិញនោះទិញស្បែកជើងឡូនេះឡូនោះហើយដឹកដៃកាន់ដៃគ្នាខ្ញុំមើលឃើញល្អខ្លាំងណាហ្នឹងហើយអញ្ចឹងសូមផ្ដាំទៅកូនមួយចំនួនក្រោយណាកូនមួយកូនពីរលេងគ្នាសំខាន់ដោះខាត់ខ្លួនយើងឲ្យល្អកុំជឿចាប់ប្រឹងឡើងខ្លួនឯងឲ្យរួចភាសារៀនឲ្យបានច្បាស់កលាស់ព្រោះគូក្បាលយើងវ័យ20ផ្លែនេះគូក្បាលដាក់អីមកក៏ទទួលដែរហ្នឹងហើយរៀនឲ្យច្បាស់ដើម្បីយកសមត្ថភាពយើងទាំងរូបរាងរបស់យើងចរិតរបស់យើងគំនិតរបស់យើងដើម្បីយើងដើរតោងស្នួរនឹងទៅរកកន្លែងដែលទីខ្ពស់ណាទៅរកមនុស្សដែលគេស្រឡាញ់យើងដែលគេហ៊ានដឹកដៃយើងតាមផ្សារដើរហូបនេះហូបនោះគេបនិបណៈជាមួយយើងណា2030កាន់តែមានច្រើនព្រោះឥឡូវនេះសម្បូរខ្លាំងឲ្យតែបរោះខាងអឺរ៉ុបខាងអូស្ត្រាលីកាណាដាទៅខាងអឺរ៉ុបប្រកាសជ្រើសរើសស្ត្រីខ្មែរដៃគូអនាគតសម្បូរខ្លាំងមែនតើមានតាំងពី8 10ឡើងទៅទល់នឹង45 50ដាក់រូបចូលទៅ comment ឲ្យគេមានវិធីគេលេងច្រើនទៀតដើម្បីស្វែងរកគូអនាគតណាមកភីស្ដាយយើងពេញរូបពេញរាងក្នុងទសវត្ស8ជាងអត់មានឱកាសសង្គ្រាមអត់មានឱកាសរៀនខ្លួនឯងម្ដាយក៏ចាស់ជរាអ៊ំក៏ចាស់ជរាមានបងពិការមួយទៀតប្អូនរៀនមួយទៀតអត់មានលទ្ធភាពទេបើសិនជាម៉ែភីសម័យនេះជាយុវវ័យសម័យនេះម៉ែភីខំប្រឹងមើលទីផ្សារមើលការរស់នៅស្វែងរកអនាគតម៉ែភីប្រឹងរៀនភាសាចេះឲ្យស្ទាត់ថៃធ្វើខ្លួនឲ្យល្អស្លៀកពាក់ឲ្យត្រឹមត្រូវអត់យកទេចាមិនយកទេបរោះខ្មែរប្រហែលជាបាយមិនយកទេប្រហែលជាមិនជួបទេគ្មានវាសនាទេសូមផ្ដាំព្រោះឥឡូវនេះឃើញច្រើនឃើញទេបងអ្នកខ្លះកូនកំមុំគាត់ទៅមានអ្នកថ្មីគាត់ទៅមានដៃគូថ្មីឃើញច្រើនណាស់ឥឡូវខាន់តែសម្បូរមិនថាស្រីមិនថាប្រុសទេក្បត់គ្នាឥឡូវច្រើនហើយតែមនុស្សស្រីបើគេក្បត់ឲ្យវ័យយើងនៅក្មេងយើងមានសំណាងតែបើមនុស្សប្រុសបើស្រីក្បត់មនុស្សប្រុសគ្មានសំណាងទេมันងាយទេមានពួកបរទេសស្ត្រីបរទេសគេមកការយើងយក100អត់តាន់បាន2ផងមានទេ no តែបើបរោះបរទេសហើយស្ត្រីខ្មែរមីម៉ាយនេះគាត់ចូលចិត្តណាម៉ាយកូនមួយកូនពីរហើយវ័យ30វ័យ25ឡើងទៅ30 40 50សមោអ្នកជ្រើសរើសអញ្ចឹងកូនក្មួយត្រូវប្រឹងប្រែងខំសិក្សាឲ្យបានច្រើនភាសាមែនតើដើម្បីអនាគតខ្លួនយើងព្រោះខ្លួនយើងអត់មានណាផ្ដល់អនាគតឲ្យយើងទេខ្លួនយើងគឺជាអ្នកផ្ដល់ជោគវាសនាឲ្យខ្លួនយើងណាយើងបានទៅមានយើងប្រឹងទៅយើងប្រឹងដាំអីវាបានដំណាំហ្នឹងធ្វើអីបានផលហ្នឹងបានជួយដល់គ្រួសារឪពុកម្ដាយយើងផងឲ្យគាត់សប្បាយចិត្តហ្នឹងហើយនេះម៉ែភេកផ្ដាំហើយរឿងប្រុសសាវ៉ាណារឿងប្រុសមានស្រីក្បត់ប្រពន្ធក្បត់ទាំងលុយក្បត់ទាំងកាក់ណាទៅតាមគេបងប្អូនស្រីត្រូវចាំឲ្យច្បាស់ណាគេមិនព្រមលែងយើងក៏ដោយគេលែងយើងក៏ដោយថ្ងៃក្រោយគេបកមកវិញក៏ដោយតាមដំណើរតាមកម្មរបស់អ្នកឯងទៅអ្នកឯងធ្វើឲ្យខ្ញុំឈឺពេលអ្នកឯងចាស់ទៅអ្នកឯងរត់មករកអ្នកបំរើរត់មករកប្រពន្ធរត់មករកដៃគូនៅថែរក្សាគ្នាឲ្យកក់ក្ដៅរត់មកឲ្យយើងដាំទឹកតែផឹកមែនឲ្យយើងដាំបបរឲ្យស៊ីមែនយកឲ្យយើងមើលមែនយកលុយកូនមើលថែអ្នកឯងមែនអត់ទេអ្នកឯងធ្វើអីទទួលនឹងទៅណាធ្វើអីទទួលនឹងទៅខ្ញុំប្រាប់របៀបសងសឹកពេលកូនយើងសោតធំយើងសងសឹកបានហើយស៊ីរៀងខ្លួនមើលនឹងភ្នែកអ្នកឯងឃ្លានអីធ្វើស៊ីខ្លួនឯងអ្នកឯងឈឺមើលខ្លួនឯង
nè anh bạc cách bạc cân đấy nè anh tới phải luôn anh tới chứ trong nơi con trong nơi tôi cả con trong nơi tôi con trong chữ rồi con trong chữ này anh ăn là vô phó đóខ្ញុំចេះតែប្រឹងប្រែងខ្ញុំចេះតែអត់ធ្មត់ខ្ញុំចេះតែតស៊ូពី10ឆ្នាំហើយ10ឆ្នាំទៀតតើកូនខ្ញុំធំអស់ណាអ្នកឯងនៅមានកម្លាំងអ្នកឯងនៅមានកម្លាំងមានកំហែងអ្នកឯងនៅលយអ្នកឯងមើលមិនឃើញខ្ញុំទេអ្នកឯងមិនគិតថ្ងៃខាងមុខទេអ្នកឯងគិតអាងតែកម្លាំងអ្នកឯងមានអាងតែអ្នកឯងនៅមានមនុស្សជ្រើសរើសអាងអ្នកឯងនៅមានមនុស្សទទួលច្រើនណាដល់ពេលគេបោះបង់មកវិញឲ្យវាដាំបាយស៊ីខ្លួនវាទៅចាស់ទៅវាដេកម្នាក់វាទៅដេកដោយខ្លួនទៅយើងគេធ្វើបាបយើងពីក្មេងមកកូនយើងទូយើងឆ្អែតហើយឥឡូវយើងដាក់ឲ្យវិញទៅទាំងប្រមាណហ្នឹងប្រមូលទៅឲ្យវិញទៅប្រមាណមួយតោនឬ10តោនឲ្យទៅវិញទៅខ្វល់អីកូនកុំភ្លេចសោះបងប្អូនកូន80% 90% ចិត្តធ្ងន់នៅលើម្ដាយខ្លាំងធ្ងន់លើម្ដាយ80% ទៅ 90% ណាมันងាយទេហើយលោកឪពុកនឹងនិយាយធ្វើបាបម៉ែគេតាមចិត្តម៉ែភេកបាយហើយដេកម្នាក់ឯងរស់ម្នាក់ឯងដាំស៊ីម្នាក់ឯងចាំមើលអ្នកឯងអស់ខ្យល់វេទនាយ៉ាងណា